បន្ទាប់ពីការបែកចេញរយៈពេលជាច្រើនឆ្នាំតាលេវិនបានវិលត្រឡប់មកផ្ទះវិញការត្រឡប់របស់គាត់មិនមែនជាការត្រឡប់ធម្មតាទេប៉ុន្តែជាការជួបជុំរវាងសមាជិកគ្រួសារដែលបានបែកចេញពីគ្នាពេលគាត់ឃើញម្ដាយនិងឪពុកវិញក្ដីស្រឡាញ់ក្ដីស្រមៃនិងអារម្មណ៍ដែលបានបង្រួមចិត្តជាច្រើនឆ្នាំបានផ្ទុះឡើងយើងវិលត្រឡប់មកផ្ទះវិញហើយស៊ីលវីតើអ្នកត្រៀមខ្លួនហើយឬនៅខ្ញុំបានស្ទើរតែស្លាប់ទៅហើយខ្ញុំបានស្ទើរតែបាត់បង់នរណាម្នាក់ដែលមានអត្ថន័យចំពោះខ្ញុំបានសម្លាប់ហើយខ្ញុំបានវឹកហាត់ដើម្បីរស់សម្រាប់ជីវិតរបស់ខ្ញុំតែគ្មានអ្វីធ្វើឲ្យខ្ញុំភ័យដូចពេលនេះឡើយតើខ្ញុំអាចជួយអីបានខ្លះក្មេងតូចសួស្តីខ្ញុំឈ្មោះអាធើលេនិនខ្ញុំត្រូវបានប្រាប់ថាគ្រួសារខ្ញុំស្ថិតនៅទីនេះបងជាអ្នកណាម៉ាក់បាននិយាយហើយថាអូនកុំទៅស្វាគមន៍អ្នកណាដែលមិនស្គាល់គឺអូនអាធើភ្ញាក់ផ្អើលលេនិនអូនស្រីខ្ញុំអាធើស្ងៀមស្ងាត់បន្ទាប់មកនិយាយទៀបម៉ាក់ខ្ញុំត្រឡប់មកផ្ទះវិញហើយខ្ញុំដឹងថាសំឡេងនោះជាកូនបាទកូនខ្ញុំវិលមកវិញហើយម៉ាម៉ាកុំយំកុំឲ្យម៉ាក់យំកុំឲ្យម៉ាក់យំអោព្រះជាម្ចាស់អាយអាធើកូនប្រុសរបស់ខ្ញុំអាធើកូនប្រុសរបស់ពុកបាទប៉ាកូនមកវិញហើយកាត់មកដល់ខាងក្នុងផ្ទះវិញប៉ារបស់អាធើបានសូរទៅកាន់អាធើតើកូនសុខសប្បាយទេប៉ាបានឮសំឡេងកូនប្រាប់ថាកូនមានជំងឺតើកូនបានព្យាបាលជំងឺរបស់កូនហើយឬនៅហើយម៉ាក់របស់អាធើបាននិយាយថាកូនអីលស្គមណាស់តើកូនបានញ៉ាំអាហារគ្រប់គ្រាន់ទេនៅទីនោះម៉ាក់ខ្ញុំនៅទីនោះគឺសុខសប្បាយទេម៉ាក់អេលីមកនេះនិយាយសួស្តីបងប្រុសបន្តិចទៅកូនបងប្រុសនេះជាបងប្រុសដែលម៉ាក់តែងតែនិយាយឲ្យអូនស្ដាប់ជារៀងរាល់យប់សួស្តីបងប្រុសសួស្តីអេលេនបងសប្បាយចិត្តណាស់ដែលបានជួបអូនអាធើខ្ញុំបានប្រាប់ពួកគេអំពីអ្វីគ្រប់យ៉ាងតាំងពីចាប់ផ្ដើមពីដំបូងតែខ្ញុំបានលាក់ស៊ីលវីខ្ញុំប្រាប់ពួកគេថាខ្ញុំរួចផុតពីការធ្លាក់ភ្នំដោយសំណាងនិងការប្រាម៉ាណាដោយអចេតនាហើយអំពីសត្វតូចនេះវិញខ្ញុំបានជួបវាខណៈខ្ញុំធ្លាក់ទៅចូលក្នុងរោងសត្វម៉ាណាម្ដាយវាបានស្លាប់ហើយខ្ញុំបានយកវាមកថែតើកូនប្រកាសថាជាសះស្បើយហើយមែនទេវានឹងមិនមានឱកាសវាកើតឡើងម្ដងទៀតវិញទេអាធើតបវិញកុំបារម្ភអីម៉ាក់វាជាជំងឺបណ្ដាលមកពីការខ្វះស្ថិរភាពនៃគន្លងម៉ាណាព្រោះខ្ញុំបានភ្ញាក់ថាមពលមុនពេលខ្ញុំមានអារម្មណ៍មិនល្អសម្រាប់ការរក្សាការសម្ងាត់ពីពួកគេប៉ុន្តែដរាបណាខ្ញុំកាន់តែរងមាំវានឹងមិនមានគ្រោះថ្នាក់ខ្លាំងពេកសម្រាប់ពួកគេក្នុងការដឹងរឿងគ្រប់យ៉ាងភ្លាមនោះប៉ាអាល់ធើបាននិយាយថាតើកម្រិតថាមពលម៉ាណារបស់កូនឥឡូវនេះដល់កម្រិតណាហើយរេកូនទៅតែវិលមកផ្ទះហើយអ្នកឆាប់សួរអំពីកម្រិតម៉ាណាធ្វើអីតើខុសអ្វីក្នុងការប្រៀបធៀបការលូតលាស់នៃកម្រិតថាមពលបន្ទាប់ពីយើងបានមកដល់ទីនេះខ្ញុំបានធ្វើការជាអ្នកណែនាំសម្រាប់អ្នកយាមផ្ទះការដេញថ្លៃរបស់ក្រុងហេស្តាតើប៉ាស្ថិតនៅកម្រិតម៉ាណារបស់ពុកកម្រិតណាហើយខ្ញុំឆ្លងទៅកម្រិតថាមពលពណ៌ទឹកក្រូចខ្មៅកាលពីឆ្នាំមុនហើយវ៉ាវអស្ចារ្យខ្ញុំឃើញថាពុកខ្លាំងជាងមុនប៉ាប្រហែលជាងាយស្រួលសម្រាប់ធ្វើការបំបែកថាមពលទៅកម្រិតបន្ទាប់ហេតើកូនដល់កម្រិតណាហើយពន្លឺក្រហមពេលនោះប៉ារបស់អាធើភ្ញាក់ផ្អើលពន្លឺក្រហមអូវ៉ាវពិតជាអស្ចារ្យណាស់អាធើរេខ្ញុំបាននិយាយហើយកុំឲ្យប្រើពាក្យអស្ចារ្យចំពោះមុខអេលីអេលីកុំនិយាយពាក្យនោះទេណាតើកូនពិតជាទៅដល់ឋានពលពន្លឺក្រហមនៅពេលណាហើយថាមពលកើនចឹងយ៉ាងម៉េចទុកឲ្យខ្ញុំទៅសួនខាងក្រោយដើម្បីធ្វើការប្រកួតឥឡូវអាធើពិតជាសប្បាយចិត្តណាស់ដែលបានវិលមកវិញយើងក្រឡែកមកមើលភាពបន្តតើកូនត្រៀមខ្លួនហើយឬនៅប៉ាមិនមែនមានកម្លាំងខ្សោយដូចមុនទេខ្ញុំក៏ដូចគ្នា